មកបងប្អូនដែលស្ទើរតិចនិចនៃការអ៊ុតសក់អាចចូលមើលវីដេអូនេះបានវីដេអូនេះធ្វើឡើងគ្មានគោលបំណងអីទេក្រៅពីការចែករំលែកចំណេះដឹងផ្ទាល់ខ្លួនរបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំមិនដែលបានទទួលបើកបង្រៀនសិស្សម្ដងណាទេតាំងពីខ្ញុំធ្វើលើវិស័យសាឡននេះយូរយារណាស់មកហើយអញ្ចឹងហើយក៏ខ្ញុំសម្រេចចិត្តថាធ្វើជាលក្ខណៈវីដេអូទៅដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាណាមួយក៏មានបងប្អូនជាច្រើនដែលគាត់បានរៀនពីគេមកហើយក៏គេលាកជាជំនាញលាកជា technique អីផ្សេងៗហើយមានបងប្អូនមួយចំនួនទៀតក៏គាត់គ្មានថវិកាក្នុងការរៀនអញ្ចឹងការចែករំលែករបស់ខ្ញុំមួយនេះជាប្រយោជន៍ធំបំផុតសម្រាប់បងប្អូនទាំងអស់គ្នាអូខេយើងងាកមកកាន់មេរៀនរបស់យើងវិញ model របស់យើងហ្នឹងគឺគាត់មានសភាពសក់ខាងគោលហ្នឹងគឺរួញខ្លាំងតែដើមសក់របស់គាត់ហ្នឹងគឺល្អិតអញ្ចឹងសក់របស់គាត់មុនពេលដែលយើងយកទឹកថ្នាំទៅលាបលើសរសៃសក់គាត់នោះត្រូវតែកក់សម្អាតឲ្យស្អាតហើយលាបក្រែមបន្ទន់ឲ្យទន់ទើបយើងលាងជម្រះវាហើយសម្រាប់សក់មួយប្រភេទនេះខ្ញុំផ្លុំវាស្ងួតចំនួនប្រហែលជា70%ដោយលក្ខខណ្ឌសក់នេះគឺដើមល្អិតថ្ងៃនេះគឺខ្ញុំជ្រើសរើសអ៊ុតយោបូកបញ្ចូលជាមួយនឹងសេរ៉ូមហើយនឹងកេរាទីនតែម្ដងទៅហើយចំណែកឯការលាយទឹកថ្នាំរបស់ខ្ញុំចំពោះសក់មួយប្រភេទនេះគឺខ្ញុំអត់បានដាក់អីច្រើនទេគឺខ្ញុំបតក់ប្រេងចំនួន3-4ដំណក់ចូលទៅក្នុងថ្នាំរបស់យើងដោយសារតែសក់នេះដើមល្អិតហើយរួញខ្លាំងអញ្ចឹងយើងអត់អាចទៅលាយគ្រឿងអីច្រើនពេកដែលធ្វើឲ្យថ្នាំអ៊ុតរបស់យើងអត់មានប្រសិទ្ធភាពទៅលើសរសៃសក់រួញនឹងទេយើងលាយប្រេងដោយសារតែសក់នេះគឺដើមល្អិតប៉ុន្តែបើករណីសក់នឹងខូចហើយករណីមួយទៀតដែលសក់នឹងដើមធំជាងនេះគឺយើងមានវិធីសាស្ត្រនៃការលាយថ្នាំផ្សេងទៀតសម្រាប់លាបទៅលើសរសៃសក់ចំណែកឯការលាបថ្នាំទៅលើសរសៃសក់របស់ខ្ញុំនោះគឺខ្ញុំដកគម្លាតចោលគល់សិនហើយខ្ញុំក៏អត់ដល់លាបដល់ចុងដែរដែលសារតែចុងវាងប្រហែលជាស្ទើរមួយចង្អាមគឺគាត់ធ្លាប់ឆ្លងកាត់ការអ៊ុតពីមុនមកអញ្ចឹងយើងត្រូវតែលាបគម្លាតពីគល់ក៏ដូចជាគម្លាតពីចុងដែរនិយាយរួមទៅទឹកថ្នាំដែលខ្ញុំលាបសារទី1នេះគឺខ្ញុំលាបឲ្យសពតែម្ដងទៅលើសរសៃសក់ហើយ model របស់យើងនេះនិយាយស្មោះត្រង់អីទៅគាត់អ៊ុតសក់ជាមួយយើងតាំងពីគាត់នៅរៀនអនុម្លេះរហូតដល់ឥឡូវហ្នឹងកូន1កូន2ទៅហើយនៅតែជាប់ជាមួយយើងដោយសារតែសេវាកម្មរបស់យើងគឺច្បាស់លាស់ជាមួយគាត់ដែលគាត់ទុកសក់ឲ្យវែងនេះដោយសារតែគាត់គឺជាពលករចំណាក់ស្រុកអញ្ចឹងមួយឆ្នាំពីរឆ្នាំបានគាត់បានត្រឡប់មកផ្ទះម្ដងអញ្ចឹងណាហើយងាកមកការលាបទឹកថ្នាំរបស់យើងវិញគឺខ្ញុំលាបសារទី1ហើយមួយសារសពហើយខ្ញុំគឺចាក់សារមើលម្ដងទៀតថាកន្លែងណាដែលចន្លោះហើយកន្លែងណាដែលស្ទើរអីយើងសិតបញ្ចូលគ្នាទៅករណីសក់មួយប្រភេទនេះគឺខ្ញុំសារ3ដងជាទូទៅខ្ញុំសារតែ2ដងទេតែករណីសក់នេះដោយសារតែចុងផងគល់ផងអញ្ចឹងណាអញ្ចឹងចុងវាមានសភាពខ្សោយគល់វាមានសភាពរឹងកដាលវាអូខេអីទេណាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតគឺខ្ញុំសារទឹកថ្នាំនេះ3ដងមិនមែន2ដងទេករណីមុនខ្ញុំសារ3ដងនោះខ្ញុំធ្វើការយកទឹកមកលាងនៅចុងសក់សិនដោយសារតែការលាបទឹកថ្នាំរបស់ខ្ញុំពេលដែលខ្ញុំសិតប្រសពអញ្ចឹងវាប៉ះដល់ចុងហើយចុងរបស់វាក៏ទទួលទឹកថ្នាំអត់បានដែរដោយសារតែដើមសក់នេះគឺល្អិតអញ្ចឹងទាមទារឲ្យខ្ញុំលាងជាទូទៅបើសិនជាយើងមានដបទឹកបាញ់អីក៏បានដែរប៉ុន្តែមនុស្សខ្ញុំយកបែបងាយស្រួលអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំយកវាលាងទៅប៉ុន្តែវគ្គនេះគឺសារទី1សារទី2ខ្ញុំអត់ទាន់បានសារសពហើយទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមកឃើញការសារទឹកថ្នាំទី2របស់ខ្ញុំនោះគឺយើងលាបមកសពយើងទម្លាក់ចោលមកខាងផ្នែកខាងមុខប៉ុន្តែផ្នែកខាងមុខពេលដែលយើងសារវាជាសារទី2នោះគឺយើងយកសិតសក់យើងបកទៅក្រោយវិញដោយសារតែពេលដែលយើងធ្វើអញ្ចឹងយើងដឹងថាផ្នែកខាងមុខណាដែលវាស្ទើរទឹកថ្នាំពេលដែលយើងអត់បានសារបកទៅក្រោយទេទឹកថ្នាំរបស់យើងគឺយើងអត់ដឹងទេថានៅតាណាដែលអត់ទាន់ត្រង់នៅតាណាដែលអត់ទាន់បានប៉ះដល់ទឹកថ្នាំតែករណីនេះគឺត្រូវតែប្រយ័ត្នមែនទែនបើសិនជាយើងអត់ប្រយ័ត្នទេសក់របស់គាត់គឺត្រូវប៉ះទឹកថ្នាំវាដិតគល់សក់ធ្វើឲ្យដាច់សក់របស់គេហើយផ្នែកអាទំនួលក្បាលរបស់យើងគឺយើងមានការប្រុងប្រយ័ត្នដែរយើងមិនចេះថាដាក់មកជោគទេគឺដូចបញ្ជាក់អញ្ចឹងខ្ញុំតែងតែដកគម្លាតគល់សក់ដោយសារតែជៀសវាងការដាច់សក់បកមកការសារទឹកថ្នាំផ្នែកខាងមុខរបស់ខ្ញុំបងប្អូនឃើញខ្ញុំសារបដិខ្ញុំលាងទឹកបដិទេដោយសារតែផ្នែកសក់ខាងមុខជាទូទៅគឺខ្សោយជាងខាងក្រោយហើយអញ្ចឹងពេលដែលខ្ញុំសារទឹកថ្នាំគឺខ្ញុំត្រូវតែជ្រលក់ទឹកមួយសារទៀតហើយខ្ញុំសារគ្រប់សារទី2ឲ្យហើយខ្ញុំក៏ជ្រលក់ទឹកម្ដងទៀត
ទៅលើសរសៃសក់ឲ្យវាសើមជោគតែម្ដងហើយខ្ញុំក៏សារវាមើលគល់សក់កន្លែងណាដែលស្ទើរអញ្ចឹងខ្ញុំក៏ថែមថ្នាំទៅលើសក់នឹងទៀតពេលដែលយើងសារទឹកថ្នាំរបស់យើងចប់យើងផ្អាប់ទុកចំនួន20នាទីដោយសារតែយើងអត់អាចទុកយូរទេយើងត្រូវការតែធ្វើការសិតឆែកទៅលើសរសៃសក់យើងបន្ទាប់ពីការសិតឆែករបស់យើងគឺយើងទុក10ទៅ15នាទីទៀតទើបយើងយកវាមកលាងទឹកហើយបញ្ជាក់ការលាងទឹករបស់យើងគឺលាងតែទឹកទេអត់មានប្រើក្រែមបន្ទន់ឬក៏នួតអីទេយើងប្រើតែទឹកលាងសម្អាតឲ្យស្អាតហើយយើងក៏អត់លាបប្រេងអីពីលើសរសៃសក់នឹងដែរដោយសារតែយើងត្រូវការធ្វើការដាក់ថ្នាំម្ដងទៀតហើយមូលហេតុដែលខ្ញុំបញ្ជាក់ខាងដើមវីដេអូហ្នឹងខ្ញុំនិយាយថាខ្ញុំដាក់ keratin ផងហើយខ្ញុំដាក់សេរ៉ូមផងករណីដែលខ្ញុំដាក់សេរ៉ូមហ្នឹងសេរ៉ូមរបស់ខ្ញុំគឺមានជាតិប្រេងអញ្ចឹងសេរ៉ូមរបស់ខ្ញុំយកទៅដាក់ទៅលើចុងសក់ដែលធ្លាប់ឆ្លងកាត់ការអ៊ុតពីមុនហើយចំពោះ keratin នោះគឺខ្ញុំយកមកលាបផ្នែកគល់សក់ដែលរួញអញ្ចឹងដោយសារតែសក់model របស់យើងដាក់ទឹកថ្នាំទៅវាអត់រៀបបាន80ឬក៏90%ទេគឺវារៀបបានតែ70%ទេចឹងករណីនេះខ្ញុំថែម keratin ពីលើទៀតដើម្បីសម្លាប់ឲ្យវាស្លាប់ត្រង់ភ្លឹងតែម្ដងហើយលលោងតែម្ដងទៅជំរើសមួយរយៈចុងក្រោយដែលខ្ញុំតែងតែធ្វើការអ៊ុតជាមួយនឹងសេរ៉ូមឬក៏អ៊ុតជាមួយនឹង keratin នេះគឺដោយសារតែទីមួយចំណេញពេលវាការងាររបស់យើងលឿនប៉ុន្តែករណីមួយដែលយើងត្រូវតែប្រុងប្រយ័ត្ននោះយើងត្រូវតែជ្រើសរើសយកម៉ាកម៉ាស៊ីនណាដែលពេលដែលយើងគៀបទាំងសើមអញ្ចឹងចូលទៅវាអត់ឆេះដល់ម៉ាស៊ីនរបស់យើងតែបើករណីដែលយើងអត់បានជ្រើសរើសម៉ាស៊ីនដែលត្រឹមត្រូវជាមួយការគៀបសក់របស់យើងទេវាអាចថានៃយើងចូលដើមបន្តិចអញ្ចឹងករណីនេះបងប្អូនអាចវិភាគមើលបានដោយសារតែវីដេអូរបស់ខ្ញុំមិនមែនចែករំលែកតែវិធីអ៊ុតបែបនេះទេបងប្អូនអាចចូលទៅមើលវីដេអូក្រុមផ្សេងទៀតវិធីអ៊ុតពីទឹកវិធីអ៊ុតសម្រាប់សក់ខូចអីផ្សេងគឺមានខ្ញុំចែករំលែកមកជាយូរយារណាស់ហើយបងប្អូនអាចចូលទៅមើលវីដេអូចាស់បានហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺពេលដែលខ្ញុំលាបសេរ៉ូមទៅលើចុងសក់ហើយខ្ញុំក៏ប្រើkeratin ហ្នឹងគឺយកលាបផ្នែកខាងសក់យើងរួញការលាបនោះវាមានអីពិបាកអីបងប្អូនវាអត់ប្រុងប្រយ័ត្នដូចទឹកទី1ទេគ្រាន់តែយើងកុំដាក់ដល់គល់ពេកវាអាចថានឹងប្រតិកម្មដល់គល់សក់ក៏ដូចជាប្រតិកម្មដល់ស្បែកក្បាលរបស់គេអញ្ចឹងការដាក់គឺយើងត្រូវតែដកគម្លាតពីគល់សក់ដូចតែគ្នាដែរហើយការលាបទឹកថ្នាំធ្វើដូចខ្ញុំក៏បានដែរបងប្អូនយកសារ៉ាំងចេះបាញ់ហើយយកមកលាបក៏បានដែរយើងយកជជក់មកលាបក៏បានដែរតាមបេះដូងបងប្អូនអស់គ្នាទេហើយការលាបទឹកថ្នាំក៏ដូចជាការលាបkeratin ឬក៏សេរ៉ូមគឺយើងធ្វើដូចលំនឹងគ្នានឹងឯងយើងចាក់ពីលើដល់ក្រោមហើយយើងលាបហើយយើងក៏ធ្វើការសាទាំងអស់ដើម្បីសិតឆែកឲ្យសពនឹងឯងហើយបើបងប្អូនមានជាចម្ងល់អីផ្សេងបងប្អូនអាចទម្លាក់ក្រោម comment បានខ្ញុំរីករាយនឹងឆ្លើយប្រាប់បងប្អូនទាំងអស់គ្នាដោយសារតែចំណេះដឹងរបស់ខ្ញុំនេះគឺខ្ញុំពេញចិត្តនឹងចែករំលែកហើយខ្ញុំក៏ពេញចិត្តនឹងឆ្លើយទៅកាន់បងប្អូនទាំងអស់គ្នាដែលឆ្ងល់ដែលអត់យល់ហើយបងប្អូនដែលមានថវិកាក្នុងការរៀនខ្ញុំក៏រីករាយនឹងការឆ្លើយប្រាប់បងប្អូនទាំងអស់គ្នាដែរអញ្ចឹងងាកមកកាន់វីដេអូរបស់យើងវិញយើងលាបឲ្យសពចឹងហើយយើងធ្វើការសិតសម្រាប់ខ្ញុំចំពោះអ៊ុតសក់ប្រភេទនេះគឺខ្ញុំអត់ប្រើម៉ាស៊ីនអីទេគឺខ្ញុំលាបឲ្យទៅសពខ្ញុំគ្របទុកចំនួន50នាទីសម្រាប់ប្រភេទkeratin នេះគឺមានប្រសិទ្ធភាពល្អតែម្ដងហើយការគៀបរបស់ខ្ញុំគឺខ្ញុំគៀបសើមចំនួន80%យើងអត់ផ្លុំឲ្យស្ងួតទេអញ្ចឹងដល់ពេលដែលយើងផ្អាប់វាចំនួន50នាទីយើងចាប់ដើមយើងអាចគៀចេញខ្លះក៏បានយើងមិនគៀចេញយើងជូតយើងជាងកសែងចេញក៏បានហើយយើងផ្លុំទាំងចឹងក៏បានដែរតាមបេះដូងយើងយក80%មកយើងគៀបហើយការគៀបរបស់យើងមិនបាច់បខំពេកទេបងប្អូនបើសិនជាយើងគៀបបខំពេកក៏ទ្រប់ពេកកឹបពេកម៉ាស៊ីនគៀបរបស់យើងក៏ខ្ទឺដល់ខ្សែភ្លើងរបស់វាក៏ធ្វើឲ្យខូចម៉ាស៊ីនលឿនដែរហើយណាមួយពេលដែលយើងគៀបកម្លាំងដៃខ្លាំងពុបពេកសក់ក៏វាមិនទៅឆ្អិនលឿនដែរហើយក៏វាអស់តែកម្លាំងខ្លួនឯងទេបងប្អូនអញ្ចឹងការគៀបគឺយើងប្រើទៅកាប់គឹបមួយគឺបានហើយគឺត្រង់លឿនហើយឆ្អិនលឿនទៀតចំពោះវិធីសាស្ត្រអ៊ុតរបស់ខ្ញុំគឺងាយទេអ្វីដែលពិបាកជាងគេគឺការលាបទឹកថ្នាំអ៊ុតសាទី1នោះទេដែលវាពិបាកផុតពីនឹងមកសម្បីតែការគៀបក៏ខ្ញុំអត់ឲ្យបងប្អូនប្រើកម្លាំងខ្លាំងហើយនឹងទៅគប់ម៉ាស៊ីនខ្លាំងដែរអញ្ចឹងបងប្អូនអាចមើលការជាក់ស្ដែងបានខ្ញុំគៀបតែមួយទេហើយចំពោះការគៀបគឺយើងគៀបមិនឲ្យស្ងួតជាតិទឹកស្ងួតជាតិប្រេងឲ្យឃើញសរសៃសក់របស់យើងឡើងភ្លឺចំពោះសក់ហ្នឹងពេលដែលយើងគៀបយើងបែងចែកជា3ដំណាក់កាលទៀតហើយបងប្អូនដំណាក់កាលទី1គឺដំណាក់កាលខាងក្រោមដំណាក់កាលទី2ដាក់ដំណាក់កាលកណ្ដាលនឹងហើយដំណាក់កាលទី3គឺ
ដំណាក់កាលទៅនោះលើដំណាក់កាលខាងក្រោមគឺយើងងាយទេបងប្អូនយើងគៀបធម្មតាទៅប៉ុន្តែបើដំណាក់កាលកណ្ដាលគឺយើងទាញវាឲ្យត្រង់ស្មើនឹងដើមទ្រូងយើងគៀបផ្នែកខាងគល់ឲ្យឡើងត្រង់ទើបយើងអាចរៀងបញ្ចោតម៉ាស៊ីនរបស់យើងចុះមកក្រោមយើងធ្វើអញ្ចឹងទៅទី1សក់គេមិនរៀបដល់ក្បាលពេកទី2យើងមិនធ្វើឲ្យសក់គេកាច់គល់ហើយករណីដែលយើងប្រើប្រភេទជាកេរ៉ាទីនឬក៏ប្រភេទជាសារ៉ូមនេះដាច់ខាតយើងត្រូវតែផ្លុំព្រោះអីវិធីសាស្ត្រគៀបរបស់ខ្ញុំគឺខ្ញុំគៀប80% 90% សើមអញ្ចឹងបើសិនជាយើងអត់ផ្លុំទេចំហាយរបស់វានឹងរលាកស្បែកក្បាលគេហើយអញ្ចឹងយើងត្រូវតែមានការប្រុងប្រយ័ត្នបន្តិចសម្រាប់អតិថិជនរបស់យើងហើយចំពោះការគៀបរបស់ខ្ញុំដូចបងប្អូនឃើញហើយមុនហ្នឹងគឺខ្ញុំប្រើម៉ាស៊ីនមុខពីរប្រភេទក្រពើហ្នឹងវារៀងភ្លើងថ្នមហើយដល់ពេលសារទី2ដែលខ្ញុំត្រូវសារនោះគឺខ្ញុំប្រើម៉ាស៊ីនកម្ដៅរៀងខ្លាំងជាមួយនឹងមុខក្រពើបូកបញ្ចូលគ្នាគៀបឲ្យឡើងកម្ដៅឲ្យក្ដៅខ្លាំងអញ្ចឹងទៅសក់យើងឆ្អិនហើយលលោងល្អតែម្ដងវិធីធ្វើគឺងាយទេបងប្អូនហើយបើមានចម្ងល់អីបងប្អូនអាចcomment ខាងក្រោមដូចខ្ញុំបានបញ្ជាក់ហើយក៏ជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងក៏ដឹងថាបងប្អូនទាំងអស់គ្នាត្រូវការមេរៀនពីខ្ញុំបន្តទៀតហើយក៏អរគុណសម្រាប់ការមើលវីដេអូនេះរហូតដល់ចប់តិចនិចមួយនេះខ្ញុំផ្ញើជូនទៅបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ហើយការធ្វើនេះគឺចេញពីចិត្តហើយនឹងពីការបង្រៀនពិតៗគឺមិនលាក់កំបាំងទេបើចង់បានវីដេអូថ្មីៗសូមជួយ Subscribe Channel ម្នាក់មួយផងណាបាយបាយ